thể hiện thay sở máu trong khao ra ngay thay ọt khoal mà khoal riêng thể hiện khai chi trăng xe cái bài phun chụp chơi trong đây khai ngày ní cái bà hai rút thọp thể hiện khai chi trăng xe nơi cái bài bà lá luôn nơi thay bà lá luôn thay đạm máu nơi phun chụp chơi đó nghe hai thay cái rò rương cái phẹp mền rò rương thể hiện cái rò rương cái do sân nôm po phải chia bọt năng cái pruy bà rama khai miên số bát tập hiệp ấy đal phải chia bọt đal ấy với bà trăng bà rama mình thả luôn anh chi phong cài phong đạp container phong đạp la luôn phong vô thể hiện mà ri phong ấy phong đạp tùng chơi tiết đạp rụp bạc để mà nón phi nhung mà lên bên sát khai miền phây ở linh đào pe khai chi thoáng xây đầm bay cà pia đây luôn phây thay chẳng là bằng phồn của bạn đây vận tải thấy cái lưới cha anh đã chết cái thà năng dương và co chùm luôn còn đau trong đàn phụ cái tha và thay với cái tha cái thưa ấy cái đó cái thưa trong đàn là thưa tay đầy vay bàn hay máy prom ở thay cục crom tại máy với một thưa cái bài kiện là bon cái tha dương họ hưởng cái này cái thay câu chỉ bằng phồn con tay dương từ lên là bài thay dương từ xăm cho mỗi lần thay nè từ chích thoáng xe nơi cái bài và la luôn thay nè mấy cái thay vay dương ở cao mến với từ lạ drone từ lạ ấy trong cái bài dương slap ở mặt nó nè đời xa ta riêng dương mình ai cà phê mà ọt thoáng xe thế dương miên ta tại đời xa ta dương ọt miên spi vút ép đắp vào môi rửa drone tầm nớp nó ta vay thay ban chẳng ban thể hiện khi slap nụ lấy ta chích thoáng xe nó còn mình khó ấy tập về cái vay màu nó tấm lạ của slap nó không trăng xe nó ọt tiệt đấyสำคัญคือយើងប្តឹងទៅតុលាការអន្តរជាតិនោះកុំឲ្យមានសង្គ្រាមកុំឲ្យប្រឈមមុខគ្នាអីចឹងទៀតយើងជីកអីជីកក៏ប៉ុន្តែសំខាន់យើងប្តឹងទៅដើម្បីការពារជីវិតទាហានយើងការពារប្រជាពលរដ្ឋយើងការពារដីយើងឲ្យគេខ្ជាក់មកយើងវិញតែប្តឹងដល់តុលាការអន្តរជាតិថៃអត់ហ៊ានវាយយើងទេព្រោះអីតុលាការគេយកទៅកាត់ទោសមានរឿងអីថៃវាយបានបើតុលាការគេកំពុងកាន់សំណុំរឿងដូចជាខាដូចចាខែលមួយដែលការពារខ្មែរតែយើងអត់ដាក់អាហ្នឹងហើយទៅយើងចាប់ផ្ដើមធ្វើពាក់ឯកាផលិតផលថៃចាប់ផ្ដើមមិនបាច់បើកព្រំដែនទេ500ឆ្នាំទៀតក៏បានចាប់ផ្ដើមញុះញង់គ្នាឲ្យឆ្លោះគ្នាស្អប់ជាតិសាសន៍គ្នាចាប់ផ្ដើមទៅក្បែរអាកុងតឺន័រហ្នឹងទៅបាញ់ថ្នាំថាចោលចេះគេបាញ់ប្រាវរត់បាស់ជើងចេះទៅអញញ៉ៃក្បែរកុងតឺន័រហ្នឹងឲ្យគេភ្ជុងកភ្លើងមកយើងអន់ចឹងហ្មងហើយទៅឥឡូវទៅជីកត្រង់សេហ្នឹងក្បែរបលាលួសហ្នឹងយកទៅជីកអីយើងរុញបលាលួសហ្នឹងហ្មងព្រោះវាចូលដីយើងហេតុអីទៅជីកត្រង់សេក្បែរបលាលួសហ្នឹងត្រង់សេហ្នឹងត្រូវជីកក្នុងបលាលួសហ្នឹងមិនត្រូវហើយក៏មិនត្រូវជីកត្រង់សេអីហ្នឹងដែរព្រោះដីយើងតើយកទៅជីកឲ្យដល់ក្នុងលេនដ្ឋានថៃឯណោះទៅយកមកវិញទាំងអស់តែយើងយកអត់បានហើយអញ្ចឹងហើយបើយើងទៅអញ្ចឹងប្រឈមតាហ៊ានយើងអាចនឹងត្រូវបាញ់គ្នាទៀតវាមានកម្ដៅគឺតតែប្តឹងទៅក្រែងចង់បានសន្តិភាពអីខ្ញុំកំពុងតែឆ្ងល់ចង់បានសន្តិភាពតែឥឡូវកំពុងតែធ្វើអាហ្នឹងឲ្យឆ្លោះគ្នានេះទៅគូសអីនៅអាកុងតឺន័រគេទៅរកក្បែរគេទៅយកតាហ៊ានទៅក្រុមសង្កេតការអីហ្នឹងឲ្យគេឆោច្រងច្រាងកាភ្លើងហ្នឹងគឺយើងធ្វើឲ្យស្ថានភាពតាមតាំងបាញ់ចុះបាញ់ឡើងតែបើយើងទៅអាយន្តការដែលអត់មានសង្គ្រាមអត់មានប្រឈមមុខគ្នាប្តឹងទៅតុលាការអន្តរជាតិអត់ប្តឹងដល់តែពេលអញ្ចឹងមកចោទខាងក្រុមប្រឆាំងថាញុះញង់ឲ្យធ្វើសង្គ្រាមទៅលៀបពណ៌គេចេះទៅវិញហើយក៏កលាប់ចាប់មិនពិភពលោកយើងនេះបាទឥឡូវបន្តទៅទៀតគឺតកតងនឹងក្រោយជួបលោកគីតិចរឿងថ្មីរឿងដាច់ដライមួយទៀតក្រោយជួបលោកគីតិចដែលជាមេធាវីក្រុមលោកហ៊ុនសែនអ្នកនាងសាយរាំងសីសុំសាធារណជនឲ្យឈប់បន្តវែកញែកករណីគាត់និងឈប់បន្ទោសរដ្ឋាភិបាលកម្ពុជារឿងជនរងគ្រោះមកស្រែកដង្ហើយរកឲ្យគេជួយផ្សព្វផ្សាយផងដើម្បីឲ្យលឺដល់លោកហ៊ុនសែនលោកហ៊ុនម៉ាណែតព្រោះរឿងអយុត្តិធម៌នៅខេត្តកពតគ្រោះថ្នាក់ចរាចរណ៍ឡានដឹកសាច់របស់ក្រុមហ៊ុនដេប៉ូអ៊ីវធូម្ដាយស្លាប់របួសខូចខ្ទេចខ្ទីគ្រឿងឡានចាយលុយអស់មួយកណោដើម្បីរត់ការប្តឹងផ្ដាល់គ្នាអស់លុយពីខ្លួនហើយតុលាការកាត់ទោស4ឆ្នាំហើយអត់រកយុត្តិធម៌អីបានអំពាវនាវឲ្យប្រជាពលរដ្ឋជួយប្រាប់ផងហើយប្រាប់ថាគាត់អត់ក្លុកវីវក់បំពល់សង្គមទេជាជនរងគ្រោះរងសម្ពាធសពបែបយ៉ាងថាបើនិយាយហ្នឹងគឺបំពល់សង្គមនិយាយហ្នឹងគឺគាត់ភ័យតែម្យ៉ាងទេតែប្រជាពលរដ្ឋនិយាយគឺដោយសារប្រព័ន្ធដឹកនាំរដ្ឋបានវាមានភាពអយុត្តិធម៌បើប្រព័ន្ធដឹកនាំរដ្ឋគេត្រឹមត្រូវតុលាការយុត្តិធម៌គេអត់មានអំពើពុករលួយអញញ៉ៃដូចចាប់អន្ទងអញ្ចឹងយុត្តិធម៌មានហើយចាំបាច់មកអំពាវនាវ4ឆ្នាំហើយវាត្រូវតែដោះស្រាយបាត់ហើយម៉ោងហ្នឹងរីងខ្លួនខំប្រឹងតូលុយខាងនោះខំប្រឹងប្តឹងតូលុយទៅតុលាការអស់លុយបលុយនឹងយកមកសងគ្នាអស់បាត់ហើយប៉ុន្តែយកទៅឲ្យតុលាការមេធាវីស៊ីខ្ទេចតែប្តឹងទៅអ្នកនេះពជាពេលនេះពជាពេលឥឡូវខ្សោះខ្លួនអត់ជំរឿផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋជួយរយុត្តិធម៌ឲ្យផងដើម្បីលឺដល់ថ្នាក់ដឹកនាំហើយបើលឺដល់ថ្នាក់ដឹកនាំគឺជាភាពអសមត្ថភាពរបស់ថ្នាក់ដឹកនាំហ្នឹងហើយព្រោះតុលាការគេដោះស្រាយរឿងគេហេតុអីបានរឿងអីទៅលោកហ៊ុនម៉ាណែតនិងលោកហ៊ុនសែនពលតុកនេះគឺជារឿងនយោបាយហើយដល់ពេលនិយាយមកគាត់ថាំងកុំនិយាយរឿងហ្នឹងរឿងនយោបាយអីរដ្ឋាភិបាលកុំបន្ទោសរដ្ឋាភិបាលកុំដាក់បន្ទុកអីព្រោះរឿងហ្នឹងរឿងតុលាការ
រឿងតឡាការហ្នឹងគឺជាសម្លកពឹសដែលតាក់ទងនឹងការដឹកនាំរដ្ឋបើអ្នកដឹកនាំរដ្ឋហ្នឹងឲ្យល្អនយោបាយហ្នឹងវាត្រឹមត្រូវស្អាតស្អំវាអត់មានអំពើពុករលួយអត់មានបកពួកនិយមអត់មានមន្ត្រីតឡាការសោកលុយដើម្បីចូលធ្វើចៅក្រមធ្វើមេធាវីកាឡាបញ្ជីបពាក់ប្រពន្ធស៊ីគ្នាទន្សោងគោព្រៃស៊ីរកស៊ីជើងភ្នំតូចស៊ីដោយតូចអាធំស៊ីអាតូចទៀតផឹកទឹកដងអូនអាហ្នឹងគឺវាមកពីចឹងជារឿងនយោបាយតើហេតុអីបានជារឿងហ្នឹងអត់តាក់ទងនយោបាយគឺដោយសារថ្នាក់ដឹកនាំនយោបាយហ្នឹងឯងហេតុអីបានជានាងសាយរាំងសីទៅអំពាវនាវសុំឲ្យលោកហ៊ុនម៉ាណែតនិងលោកហ៊ុនសែនជួយបើសិនជារឿងហ្នឹងរឿងតឡាការហេតុអីបានទៅរកអ្នកនយោបាយឲ្យមកជួយនៅពេលដែលយើងអំពាវនាវឲ្យអ្នកនយោបាយមកជួយក្នុងរឿងតឡាការគឺរឿងហ្នឹងគឺរឿងនយោបាយហើយបើតឡាការគេដោះស្រាយបានគេដោះស្រាយហើយមិនចឹងដូច្នេះរឿងហ្នឹងគឺជារឿងនយោបាយដល់តែពេលទៅជួបលោកគីតិចដែលជាក្រុមមេធាវីរបស់លោកហ៊ុនសែនដែលខំជួយគាត់ឲ្យឈ្នះរឿងនៅសាលាកពូលហើយទៅតឡាការអត់បានដោះស្រាយអីគ្នាគាត់ក្រុមគាត់សោះអានេះគេហៅថាពីលស៊ីពីលបងប្អូនខ្ញុំមិនបន្ទោសមិនស្អីថាគាត់ទេអាល្បិចដូចថាយូរទៅអង្គើអយុធធម៌ខ្លាំងពេកតែគ្នាគាត់ដល់រឿងលោកគីតិចអីហ្នឹងដោះស្រាយរឿងហ្នឹងអត់ចាញ់ប៉ុណ្ណឹងហើយឥឡូវទៅជួបមួយសារទៀតដូចទៅជួបឲ្យលោកគីតិចមកដាស់តឿនប្រាប់ថាកុំនិយាយអីឲ្យបកស្រាយវែងឆ្ងាយអីប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាលឬក៏ស្ដីបន្ទោសរដ្ឋាភិបាលអត់មានកំហុសរដ្ឋាភិបាលអត់មានកំហុសបើអត់មានកំហុសហេតុអីបានផ្សាយរាំងសីហ្នឹងគាត់ផ្សាយទៅសួរពឹងលោកហ៊ុនម៉ាណែតនិងលោកហ៊ុនសែនឲ្យមកជួយទៅអីព្រោះលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតមិនមែនជាប្រជាប្រដ្ឋប្រវត្តិសាមញ្ញណាគាត់ជាមេដឹកនាំរដ្ឋាភិបាលជាប់ឆ្នោតដោយប្រព័ន្ធរដ្ឋាភិបាលតាជាប់ឆ្នោតដោយនយោបាយតានេះគឺជារឿងនយោបាយដល់អញ្ចឹងទៅគាត់ឡើងមកប្រកាសគេប្រាប់ថាឈប់និយាយរឿងគាត់អីទៀតទៅឃើញទេគាត់ថាំងឥឡូវបានហើយបានទៅលឺដល់លោកគីតិចបើរឿងនេះគេដោះស្រាយបានណាគាត់អត់ចាំបាច់មកតាមបណ្ដាញសង្គម Facebook ខ្ញុំជឿថាអ្នកនាងសាយរាំងសីនេះក៏ទាល់ច្រកដែរព្រោះអីវាអត់មានដំណោះស្រាយអស់លុយពីខ្លួនគឺប្រព័ន្ធវាពុករលួយប៉ុន្តែគាត់ខ្លាចប៉ះពាល់ដល់រដ្ឋាភិបាលអត់ហ៊ាននិយាយខ្លាចគេថាលៀបពណ៌ធ្វើឲ្យវឹកវរតែចុងក្រោយគាត់មកនិយាយចុងក្រោយគេប្រាប់មកថាកុំឲ្យនិយាយបន្ទោសរដ្ឋាភិបាលប៉ុន្តែតើប្រជាពលរដ្ឋរងគ្រោះប្រមាណទៀតដែលត្រូវរឿងអយុត្តិធម៌ឲ្យ20ខ្លាចនិយាយទៅប៉ះពាល់រឿងបន្ទោសរដ្ឋាភិបាលបន្ទោសអ្នកណាបើតឡាការដោះស្រាយមកអត់បានប្រយោជន៍យើងត្រូវទៅប្រាប់រដ្ឋាភិបាលចឹងបានន័យថារបៀបដឹកនាំរដ្ឋហើយឥឡូវមានអន្តរាគមចឹងទៅហើយដល់មានអន្តរាគមបានមានដំណោះស្រាយតើប្រជាពលរដ្ឋប្រមាណទៀតដែលត្រូវស្រែករកអន្តរាគមដើម្បីដំណោះស្រាយតើពេលណាដែលយើងបញ្ឈប់វប្បធម៌អន្តរាគមហ្នឹងអីបន្តិចបុកគ្នាក្តាំងតទេហៅខ្នងមកពាក់ពពូនមកវប្បធម៌នេះគឺយើងអត់ចោល30 40ឆ្នាំហើយយើងនៅប្រព្រឹត្តបែបហ្នឹងយើងអត់ជំរឹះសូម្បីតែមានខ្នងប៉ុណ្ណឹងហើយក៏នៅតែការពារមិនរួចចុះទម្រាំប្រជាពលរដ្ឋលាក់លក់លិះហាលអ្នករងគ្រោះដីធ្លីអុកញ៉ាបោកប្រាស់ឲ្យអុកញ៉ាមួយចំនួនហ្នឹងជាក្រុមមនុស្សរបស់គណៈបកកណ្ដាលអំណាចរបស់រដ្ឋាភិបាលទៀតហើយតើឲ្យគាត់សង្ឃឹមអីហើយចឹងយើងទៅស្រែកអីហើយបើរាល់ថ្ងៃហ្នឹងយើងកំពុងអង្គុយបក់ផ្សែងទេអត់ព្រមរួចភ្លើងគឺឲ្យរដ្ឋាភិបាលទទួលខុសត្រូវចំពោះអាភិបដែលមានអសកម្មនៅក្នុងសង្គមណាគឺឲ្យលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតទទួលខុសត្រូវហើយទទួលខុសត្រូវកុំចាំបាច់ទៅធ្វើបាតកម្មមុខផ្ទះគាត់អត់បានផលទេរឿងវាច្រើនពេកគាត់អត់អាចដោះស្រាយអស់ទេរឿងដែលធ្វើឲ្យលោកហ៊ុនម៉ាណែតនិងលោកហ៊ុនសែនទទួលខុសត្រូវគឺទៅស្ថានីយ៍បោះឆ្នោតទម្លាក់ពួកគាត់ចោលទៅបោះឆ្នោតឲ្យគណៈបកផ្សេងទៅមានតែវិធីហ្នឹងទេព្រោះទៅតវ៉ាទៅគេដោះស្រាយបានដូចវែកចកហ្នឹងដោះមកប្រឡងទៀតចកហ្នឹងវានៅពេញបឹងហ្នឹងតោះតែយើងរើចកហ្នឹងយកទៅដាក់លើគោកឲ្យវាក្រៀមក្រញ៉ង់លែងដោះនៅក្នុងបឹងហ្នឹងបានអាចនឹងទឹកឃើញទឹកថ្លាខ្លះហើយយើងនៅតែវែកអញ្ចេះវែកអញ្ចោះវែកចោះវែកចាំងដូចវែកចកអញ្ចឹងឃើញចកវាដែតវល់ដូចលាមកចូលឈ្នៀងអញ្ចឹងវាអត់អាចដោះស្រាយអីបានទេបញ្ហាវាគ្រប់យ៉ាងដោះមកកលៈទុកមកកលៈដោះមកកលៈទុកមកកលៈវាដូចវល់អាហ្នឹងគេហៅថាដូចយើងនៅអង្គុយក្នុងពីងហើយយើងទៅបត់ជើងតូចនៅក្នុងពីងហ្នឹងហើយទៅយើងថាកុំឲ្យខូចទឹកវាបត់ជើងតូចនៅក្នុងពីងកុំឲ្យខូចទឹកអាមិនពីងទឹកហ្នឹងទឹកមិញពេញហ្នឹងវានៅតែក្នុងហ្នឹងឯងតោះតែយើងទៅក្រៅបន្ទោបងឬក៏បត់ជើងតូចនៅក្នុងបង្គន់បានតែយើងរួចឥឡូវយើងដោះស្រាយអត់កើតទេបញ្ហាហ្នឹងចឹងបានខ្ញុំប្រាប់ថាបើយើងនៅតែធ្វើដូច្នេះយើងនឹងខ្លាចប្រជាជនរងគ្រោះគ្រប់គ្នាគ្រាន់តែមិនតាន់ដល់វេនេះកុំថាអ្នកឯងគ្រប់គ្រងគណៈបកប្រជាជនកាប់មុខអីនោះដូចតែគ្នាទេហើយឥឡូវអ្នកដែលរងគ្រោះខ្លាំងគឺសកម្មជនគណៈបកប្រជាជនទេព្រោះអីអស់ហើយគណៈបកគ្នាកាន់អំណាចណាគណៈបកប្រឆាំងអីគ្នាលែងមាត់លែងកអីអស់ហើយអញ្ចឹងហើយបានជាខ្ញុំលើកទឹកចិត្តកុំធ្វើបដិវត្តពណ៌កុំធ្វើអំពើហិង្សាអីទាំងអស់ប្រើសញ្ញាឆ្នោតមួយសញ្ញានៅស្ថានីយ៍បោះឆ្នោតហើយកុំបោះឆ្នោតឲ្យគណៈបកកាន់អំណាចនិងសម្ព័ន្ធគណៈបកកាន់អំណាចតែ29នេះបោះគណៈបកប្រឆាំងណាបោះទៅឲ្យតែបានសញ្ញាឆ្នោត34បូកចូលគ្នាបាន20 30អី50អីក៏វាក្រាន់បើជាងអត់សោះឥឡូវឲ្យគាត់ជិះសេះលែងដៃដែរហើយយើងទៅឲ្យគាត់ទទួលខុសត្រូវទៅអាហ្នឹងអញ្ចឹងបាទឥឡូវបន្តទៅទៀតបងប្អូនខ្ញុំនិយាយនេះណាម្ដងទៀតគឺបំណងល្អសម្រាប់ប្រជាពលរដ្ឋទាំង18លាននាក់ហើយក៏ជាបំណងល្អសម្រាប់គណៈបកកណ្ដាលអំណាចនេះដែរបើសិនជាអស់លោកកែប្រែទៅអ្នកដែលបានផលគឺ
ពួកក្រុមអស់លោកទេព្រោះអីទី1នៅពេលដែលអស់លោកកែប្រែប្រព័ន្ធផ្សះផ្សាជាតិទៅបង្រួបបង្រួមជាតិទៅមានប្រជាធិបតេយ្យទៅអាបំណុលគេក៏យើងសងលឿនហើយយើងមានលុយព្រោះអីមានវិនិយោគិនមានអីតម្លាភាពប្រជាពលរដ្ឋឡើងក្តៅកាហាយឈឺផ្សាអុកញ៉ាអីក៏មិនចេះតែបោកគេបានស្រែតែចិត្តអាចឆោបបោកអនឡាញក៏មិនចេះប្រព្រឹត្តបានអំពើពុករលួយហ្នឹងក៏មិនមែនវល់ចឹងដែរជួញដូរគ្រឿងញៀនហ្នឹងក៏មិនមែនប្រព្រឹត្តអំពើឆក់ប្លន់ក៏មិនមែនតែអញ្ចឹងប្រព័ន្ធអប់រំក៏មិនមែនតែអញ្ចឹងដែរគឺយើងច្បាស់ជាប្រសើរជាងនឹង10 20 100 ដងឯណោះហើយអាហ្នឹងហើយដែលយើងគិតថាយើងគ្រាន់បើតែយើងអត់ព្រមកាយអាហ្នឹងហើយចេះតែមករករឿងក្រុមប្រឆាំងដែលតវ៉ាថាប៉ុណ្ណឹងហើយចង់បានអីទៀតប៉ុណ្ណឹងហើយចង់បានអីទៀតអូប៉ុណ្ណឹងហើយចង់បានអីទៀតបានអីគេឥឡូវហ្នឹងហើយបើយើងដូចចាំនិយាយចឹងបើគណៈបកប្រជាជនកែទៅលោកបានជាប់ឆ្នោតជាប់អីទៅហើយកែបានប្រយោជន៍ដល់ប្រជាពលរដ្ឋក្រែងបានដល់សកម្មជនគណៈបកប្រជាជនកម្ពុជាខ្លួនឯងដែរតើហេតុអីបានជាធ្វើមិនកើតឥឡូវយើងគិតថាយើងជាម៉ែឪចាស់កូនមាន10នាក់កូនប្រឆាំងមាន5នាក់កូនគណៈបកប្រជាជនមាន5នាក់កូនយើងតើមិនចឹងខ្មែរតើមិនចឹងហើយបើយើងរកទទួលទានមកដើម្បីឲ្យមានបាយមកហូបកូនហូបទាំងអស់គ្នាខាងចំអែតកាពះគ្រួសារយើងតើមិនចឹងហេតុអីបានជាត្រូវគិតថាឲ្យតែ5នាក់នេះហូបអា5នាក់នេះដាច់ពោះឬក៏5នាក់នេះត្រូវតែជួយទំនុកបំរុង5នាក់នេះគឺត្រូវតែហូបធ្វើបាបយើងមើលតែករណីកញ្ញាយុវតីម្នាក់អាយុ19ដែលលូតទឹកសម្រាប់ខ្លួនកាលពី2ថ្ងៃមុនហ្នឹងគឺដោយសារតែគ្រួសារហ្នឹងមានបញ្ហាស្រឡាញ់កូនមិនស្មើហើយចេះតែបង្អាប់ចេះតែធ្វើបាបអាហ្នឹងយើងគិតក្នុងសង្គមនៅក្នុងរដ្ឋាភិបាលក៏ដូចគ្នាដែរយើងត្រូវគិតថាគ្រួសារខ្មែរទាំង18លានអ្នកហ្នឹងគឺជាកូនយើងកូនខ្លះយើងពេញចិត្តមិនពេញចិត្តតែមិនមែនបានន័យកាត់កាល់ចោលឬក៏វាយមួយងើបមួយចឹងទេមិនមែនទេកូនតាឈាមយើងគេមិនសប្បាយចិត្តអីក៏មិនមែនតែគេត្រូវចិត្តឪពុកម្ដាយគ្រប់គ្នាដែរប៉ុន្តែយើងជាឪជាម៉ែគឺថែកូនឲ្យរស់ស្រួលអានឹងជាកាតព្វកិច្ចរបស់ម៉ែឪតាបើយើងបាត់បង់កាតព្វកិច្ចជាម៉ែឪហើយទៅឈប់ធ្វើជាម៉ែឪទៅរកម៉ែឪណាមកជំនួសមើលថែកូនយើងឲ្យល្អជាងយើងទៅហេតុអីបាននៅធ្វើបាបកូនចៅយើងទៀតហើយបើនៅក៏កែទៅវាមានថៃឲ្យកូនចៅគ្នាមានសេចក្តីសុខសុភមង្គលត្រូវរើគ្នាផងអានឹងគឺតែប៉ុណ្្នឹងហើយខ្ញុំចង់បានអីឲ្យប្រកាសខ្ញុំអត់មានតែចង់ដឹកនាំប្រទេសជានាយករដ្ឋមន្ត្រីខ្ញុំអត់មានចង់ទៅខ្លាយជាតំណាងរាស្ត្រដើម្បីទៅដើមតំណែងអស់លោកអត់សោះគឺខ្ញុំចង់ឲ្យតែខ្មែរយើង18លានអ្នកហ្នឹងគឺទី1គឺត្រូវរើគ្នាផ្សះផ្សាគ្នាស្រឡាញ់គ្នាគណៈបកនយោបាយណាក៏ដោយកុំពាក់មុខយៈគ្នាបែបហ្នឹងកំពុងតែឆ្លោះគ្នាជាមួយថៃគឺជាពេលដែលយើងត្រូវផ្សះផ្សាគ្នាអត់មានត្រូវឆ្លោះគ្នាទេហើយម្ដងទៀតបញ្ហាទាំងអស់នេះផ្ដើមចេញពីគណៈបកកណ្ដាលអំណាចដឹកនាំដោយលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតអត់មានអ្នកណាកុំដាក់បន្ទោសគេឲ្យសោះខ្ញុំនៅតែថ្កោលទោសគណៈបកកណ្ដាលអំណាចថាជាអ្នកមេកមីដើមឲ្យមានបញ្ហាទាំងអស់នេះហើយបើកែខ្ញុំនឹងសរសើរព្រោះអីខ្មែរយើងចូលចិត្តអាហោសកម្មទេកែសរសើរធ្វើខ្ញុំនឹងលើកស្ទួយថាអស់កន្លងគេកែហើយជួយលើកទឹកចិត្តប៉ុន្តែកុំអត់កែហើយបោកប្រាស់ប្រជាពិធដ្ឋហើយងើបមួយវាយមួយរហូតអាហ្នឹងគឺយើងដឹកនាំទៅរកវិនិច្ឆ័យមហន្តរាយហើយមហន្តរាយហ្នឹងគឺប៉ះពាល់ដល់ក្រុមគ្រួសារគាត់ហើយដល់ពេលប៉ះពាល់ដល់ក្រុមគ្រួសារគាត់ភ័យគាត់ប្រមាថគេរហូតកុំមកប្រមាថតកូលហ៊ុនមិនមែនស្អីណាមកឲ្យអ្នកឯងវាយបានស្អីចិត្តអ្នកណាគេទៅចង់វាយធ្វើបាបតកូលហ៊ុនតកូលអីហ្នឹងធ្វើតកូលអីធ្វើទៅតែសំខាន់យើងអត់ព្រមដោះស្រាយបញ្ហាយើងកេងកើតជំងឺយល់សប្ភ័យខ្លាចតែគេមកធ្វើបាបទៅវិញបាទឥឡូវពេលវេលាដល់មែនតើណាខ្ញុំបន្តដល់តកតងនឹងរឿងច្បាប់កម្ពុជាមិនអនុញ្ញាតឲ្យប្រកបវិជ្ជាជីវៈបែបផ្លូវកាត់តែការអនុវត្តច្បាប់នៅធូររលុងតើប្រជាពលរដ្ឋគួរធ្វើយ៉ាងណាបាទខ្ញុំឃើញប្រតិកម្មរបស់ប្រជាពលរដ្ឋតាមបណ្ដាញសង្គមហើយខ្ញុំគិតថាជារឿងមួយដែលមិនអាចនឹងមើលរំលងបានទេគឺករណីលោកណនសីហាមកដល់ម៉ោងនេះនៅរួចខ្លួនបានយ៉ាងស្រួលណាដោយសារតែគាត់ចេញសុំទោសពីរឿងការដែលក្លែងសញ្ញាបត្រសេះហោះពីសាលាតិចណូហើយនឹងក្លែងឯកសារផ្សេងទៀតដើម្បីបានបើកក្រុមហ៊ុនមកការសំណងដោយខុសច្បាប់របស់គាត់ហើយគាត់ថាការសុំទោសនឹងរួចខ្លួនប៉ុន្តែបងប្អូនច្បាប់មិនអាចមានស្តង់ដារ2ទេខ្ញុំអត់ចង់ឲ្យទៅរករឿងធ្វើទុកបុកម្នេញលោកណនសីហាទេប៉ុន្តែយើងនិយាយអំពីស្ថាប័នរដ្ឋឬក៏ស្ថាប័នការពង្រឹងនីតិរដ្ឋនិងច្បាប់ត្រឹមត្រូវហើយកុំអនុវត្តស្តង់ដារ2បងប្អូនប្រហែលជានៅចាំហើយកាលពីឆ្នាំ2026ដដែលហ្នឹងដើមឆ្នាំនេះខែកុម្ភៈនេះថ្ងៃទី10ខែកុម្ភៈគណៈមេធាវីប្រកាសលុបឈ្មោះមេធាវីមួយចេញពីគណៈមេធាវីដោយសារអីបងប្អូនដោយសារតែការបោកប្រាស់នៅក្នុងវិជ្ជាជីវៈហ្នឹងខ្ញុំសេចក្តីថ្លែងការណ៍របស់គណៈមេធាវីចុះថ្ងៃទី10ខែកុម្ភៈឆ្នាំ2026ជូនដំណឹងក្រុមគណៈមេធាវីឲ្យបានដឹងថាគឺគណៈមេធាវីប្តឹងឈ្មោះអ៊ុយច័ន្ទធីភេទស្រីកើតឆ្នាំ81ដែលមានអាស័យដ្ឋានខ្ញុំមិនបាច់ហៅទេនៅខណ្ឌមានជ័យរាជធានីភ្នំពេញលួចប្រកបវិជ្ជាជីវៈមេធាវីក្លែងបន្លំឯកសារសាធារណៈនិងប្រើប្រាស់ឯកសារសាធារណៈคล้ายទៅសាលាដំបងរាជធានីភ្នំពេញមេធាវីលួចក្លែងឯកសារប្រកបវិជ្ជាជីវៈឃើញគេដកគេបដិញគេផ្ដំទាទោសគាត់ទេខុសវិជ្ជាជីវៈយើងទៅក្លែងសញ្ញាបត្រក្លែងអីអាជីពនេះគឺគ្រោះថ្នាក់ណាស់ហើយឥឡូវខាងគណៈមេធាវីចាត់ការ
ស្ត្រីរូបនេះយ៉ាងចាស់ដៃគឺស្ត្រីឈ្មោះអ៊ុយចន្ទធីនេះហើយពិន័យប្រាក់ដល់ទៅ8លានរៀលហើយឲ្យដាក់ពន្ធនាគារ6ឆ្នាំគាត់ខ្លែងសញ្ញាបត្រវិជ្ជាជីវៈមេធាវីមកបន្លំធ្វើមេធាវីឥឡូវលោកណនសីហាមេធាវីគ្រាន់តែជំនុំជម្រះក្តីអាចជាប់គុកមិនជាប់គុកសាររើឥឡូវលោកណនសីហាមកការសំណងផ្ទះរាប់រយខ្នងរាប់រយគម្រោងហើយទៅមកខ្លែងឯកសារមកការសំណងខុសច្បាប់ឲ្យរួចខ្លួនប្រជាពលរដ្ឋច្រើនណាស់ជាពិសេសអ្នកដែលមានអាជីពជាវិស្វករជាអីហ្នឹងនៅតែមិនអស់ចិត្តរឿងថាហេតុអីបានជារដ្ឋាភិបាលអត់ចាត់ការរឿងនេះតើលោកណនសីហាមានខ្នងក្រាស់ប៉ុណ្ណាគេសួរអញ្ចឹងឃើញតាក់តងរឿងខ្នងទៀតតើរឿងនេះវាដល់ត្រឹមណាអញ្ចឹងខ្ញុំនិយាយទៅបងប្អូននៅតែអត់រំលងតាមបណ្ដាញសង្គមនឹងចេះតែឆ្ងល់ថាកាលបានគេចាត់ការលោកណនសីហាដើម្បីឲ្យដូចការចាត់ការអ្នកដទៃទៀតមិនបាច់ចាត់ការឲ្យដូចគណៈបកប្រឆាំងទេចាត់ការឲ្យដូចតែក្រុមគណៈមេធាវីឬក្រុមអីព្រោះអានេះគឺជាច្បាប់ហើយតាក់ទងនឹងការប៉ះពាល់ដល់អាយុជីវិតប៉ះពាល់ដល់ការលួចក្លែងឯកសារសាធារណៈប៉ះពាល់ដល់សុចរិតភាពនៃវិស័យសំណង់វិស័យសិក្សាធិការវិស័យអប់រំវិស័យអំពើពុករលួយ100មកហើយតើឥឡូវគាត់សុំទោសថាលួចខ្លួនហើយមានក្រុមកាងការពារទៀតណាក្រុមដែលថាស្រឡាញ់ជាតិបដូរផ្ដាច់ហ្នឹងគឺកាងការពារអ្នកដែលប្រព្រឹត្តក្រិតអញ្ចឹងដើម្បីអីគ្នាគេក្រុមគេបើថាខាងបកប្រឆាំងវិញសុទ្ធតែបច្ចេឲ្យយកទៅភីវកផងហើយបើខ្ញុំអីវិញនិយាយពីរឿងណែនាំបដៅអីសុទ្ធតែទោសប្រហារជីវិតសិចូលស្រុកខ្មែរទៅរកប្រហារជីវិតអីចឹងទៀតស្រុកអីក៏ខុសគេយ៉ាងនេះ